ហើយយើងបង្កើត DNS server ដំបូងយើងចូលកន្លែង role and feature ហើយយើងក៏ចុចថា next បន្តទៀតមកជា next បន្តមកហើយពាក្យថា active directory domain service នេះយើង click ទៅលើវាមកហើយយើង add feature បន្ថែមចូលមកគាត់ថា next ទៀតមក next ទៀតមក feature ដែលយើងបានជ្រើសរើសclick ទៀតមកគឺថា install យើងចាំវាយើងយូរបន្តិចដើម្បីធ្វើឲ្យវាដំណើរការអាស្រ័យទៅលើ file របស់យើងបើយើងហើយយើងចូលបន្តទៀតយើងត្រូវថាឲ្យវាខ្លាចទៅជាប្រម៉ូទវាខ្លាចជា DNS វាតែ promote to the server មកហើយយើងវាយកន្លែងនេះយើងហៅថា add a new forest ហើយយើងវាយឈ្មោះ domain យើងចូលយើងមាន domain ផ្ទាល់ខ្លួនដែលថា local មកគឺថា next លឺអត់ចាំវាដើមបន្តិចមកកន្លែងនេះយើងហើយ Windows Server នេះយើងដាក់ប៉ុណ្ណឹង default វាក៏បានបើយើងមានកុំព្យូទ័រប្រើសម័យជំនាន់ដែរតែអត់ទេយើងស្រ័យវាយើងទៀតក៏បានដែរកន្លែងយើងវាយឲ្យ password យើងមកកំណត់ password របស់យើងចង់ដាក់មកខ្ញុំពាក្យថា next ទៀតមកហើយនេះវាកើតលើ name bio ចេញតែឈ្មោះយើងនឹងអត់ចេញឲ្យដក local មកទេលឺអត់ចាំវាដើមបន្តិចទៅអូខេបាននៅណាគេទៅយកត្រាទៅចងនេះ4នេះមើលគេថា next បន្តទៀតមកត្រាក្រោយយកត្រាឲ្យចងនេះ4នេះត្រាវាយនំកន្លែងនេះដាក់ថា default កន្លែងឲ្យផ្ទុកគាត់នៅទៀតមកកន្លែងទៅមើលថាតើវាមានការ error អីអត់បើអត់សិនវាអត់មានលុបសញ្ញាក្រហម error ទេយើងគាត់ install មកហើយវាដើរបន្តិចមកដើរយូរបន្តិចហើយចេញទៅ install មកកន្លែងនេះបានកាត់ចេញឯងនៅយូរតាមអីទេតាមណា Active Directory Domain Service Configuration Result យើងចុចឲ្យវា install តាមហ្នឹងទេវាចិត្ត install រួចរាល់ហើយគាត់ថា close មកហើយគាត់ថា close ដែរមកដើម្បីឲ្យវា save តោះវា start ឲ្យយើងហើយឲ្យវា start មួយសន្ទុះមកវាទៅដើរមកវិញហើយយើងចាប់ដើមទៅមើលថាតើយើងបានប្រមូលវាចេញជា Active Directory អត់ចូលមកនេះយើងបានប្រមូលវាកន្លែងនេះគេលុបជាឈ្មោះ admin ថាយើងប្រមូលវាបានជោគជ័យហើយគេចាប់ដើមចូលទៅបង្កើតជា MNC យើងវាយវាថា control R ក៏បានយើងបាច់ថា run ក៏បានដែរ
ខ្ញុំវាយថា MMC មកដើម្បីទុកនៅអ្វីឲ្យយើងប្រើប្រាស់ជាប្រចាំថ្ងៃក៏ពី file មកវាថា add remove snap in មកហើយយើងគិតថាតើ service ណាយើងត្រូវការប្រើជាប្រចាំថ្ងៃយើង add វាចូលមកមួយទៀតគឺអីគេគឺ DNS យើងប្រើវាហត់យើង add ចូលមកហើយ OK មកនឹងជាប្រភេទ MMC យើងប្រើប្រាស់រាល់ថ្ងៃយើងទុកវានៅក្នុង folder មួយណាមកទុកតាមចិត្តយើងមកដាក់វាលើ desktop យើងស្រួលប្រើប្រាស់វាដែរមិនទៅបើកចូលច្រើនដងអូខេដល់ហើយយើងដល់កន្លែងយើងបង្កើត client ហ្នឹងខ្ញុំមិនបានដូរឈ្មោះវាទេដូចដូរឈ្មោះយើងបង្កើត client ដូចជាបង្កើត Windows Server 2022ចឹងហើយយើងឆេញដើម្បីធ្វើឲ្យហ្នឹងចូល domain ទៅកាន់ Windows Server របស់យើងឆេញកន្លែងនេះមកឆេញ setting មកតើវាមាននេះអត់យើងទៅមើលកន្លែងserver របស់យើងថាមាន ID config ប៉ុន្មានដើម្បីជួយយើង join វារបស់យើងគឺ192 168 191 128កន្លែងយើងចុចមកដើម្បីឆេញទៅកាន់ ID ហ្នឹង IP ហ្នឹងចុចចូលមកកុចតាម property យើងចុចពាក្យថា overground មកយើងពាក្យ IPv4 ហើយកុចពាក្យ property ទៀតមកកន្លែងយើងនិយាយពាក្យថាខាងក្រោមគឺ use for DNS យើងកុចថាវាយ IP config របស់ server យើងចូលមក192 168 191 128ចូលមកខ្ញុំគិតថាអូខេមកមើលសម័យខុសនឹងវាត្រូវហើយយើងហើយអត់ជឿជាក់យើងដាក់នេះមកហើយទៅ close មកដល់កន្លែងហ្នឹងយើងចិត្តរួចរាល់ហើយយើងមើលថាតើយើងបាននេះអត់ join domain បានអត់ស្អីពាក្យថា main ហង .local ហ្នឹងថា join បានអត់នេះយើង join បានយើងវាយឈ្មោះចូលមកវាយឈ្មោះយើងចូលមកដល់ហើយយើងបង្កើតទៅលើ user បន្ថែមចូលឡើង user យើងដាក់ឈ្មោះតាមអ្វីយើងចង់បង្កើតមកយើងបង្កើតហើយយើងវាយពាក្យ local វាចូលមកតែយើងយើងបង្កើតមិញគឺវាត្រូវអត់ហើយវាដាអញ្ចឹងវា welcome ហើយចង់វាចប់ព្រមហ្នឹង